ក្រោយពីបានដាក់បង្កាត់រួច4ថ្ងៃបន្ទាប់ពីពងឥឡូវនេះកូនត្រីចាប់ផ្ដើមចេះហែលបានស្ទាត់ហើយបងប្អូនពេលនេះគឺជាពេលដែលត្រូវដាក់ចំណីឲ្យពួកវាហើយតើចំណីអ្វីដែលល្អសម្រាប់កូនត្រីដែលទើបនឹងញ័រចំណីដែលល្អសម្រាប់កូនត្រីដែលទើបនឹងញ័រគឺជាប្រភេទចំណីរស់មានទំហំទូចល្អិតមានចលនាយឺតងាយស្រួលសម្រាប់កូនត្រីអាចស៊ីបានហើយវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីកន្លែងដែលខ្ញុំអាចទៅរកប្រភេទចំណីមួយនេះសម្រាប់កូនត្រីរបស់ខ្ញុំជាប្រចាំថ្ងៃបានចៃក្រហមគឺជាសត្វទឹកសាបដែលជាចំណីដ៏ល្អមួយសម្រាប់កូនត្រីក្រឹមជាពិសេសកូនត្រីក្រឹមដែលទើបនឹងញ័រដោយសារតែពួកវាមានទំហំទូចល្អិតល្អសម្រាប់កូនត្រីដែលអាចស៊ីបានមានចលនាយឺតព្រមទាំងមានប្រូតេអ៊ីនដល់ទៅ 50% ផងដែរជាទូទៅចៃក្រហមគឺមានកើតនៅតាមលូឬក៏ប្រឡាយទឹកស្អុយប៉ុន្តែมันមានន័យថាគ្រប់ប្រឡាយឬលូទឹកស្អុយនឹងកើតមានពួកវានោះទេវាអាស្រ័យទៅលើតាមទីកន្លែងតាមចរន្តទឹកដែលបានបញ្ចេញចោលទៅក្នុងប្រឡាយនោះផងដែរតាមការសង្កេតរបស់ខ្ញុំប្រឡាយមួយនេះដែលខ្ញុំតែងតែអាចប្រមូលចៃក្រហមសម្រាប់ជាចំណីកូនត្រីរបស់ខ្ញុំបានដោយសារតែប្រឡាយនេះគឺមានចរន្តទឹកដែលហូរទឹកកាកសំណល់ពីក្នុងក្រុងចូលមកក្នុងប្រឡាយនេះដែលបង្កឲ្យវាកើតទៅជាចៃក្រហមហើយมันជាទៀងទាត់ទេបងប្អូនជួនមានជួនអត់ជួនមានច្រើនជួនមានតិចហើយប្រសិនបើជាមានភ្លៀងខ្លាំងគឺបាត់តែម្ដងឬក៏នៅពេលដែលទឹកស្ទឹងហូរចូលច្រើនក៏បាត់ពួកវាផងដែរសម្រាប់មូលហេតុដែលកើតមានចៃក្រហមការយល់ឃើញរបស់ខ្ញុំគឺមានប៉ុណ្នេះបើសិនជាបងប្អូនមានបទពិសោធន៍ទាក់ទងនឹងការស្វែងរកចៃប្រភពកន្លែងដែលចៃកើតមានបងប្អូនមានបទពិសោធន៍ផ្សេងពីខ្ញុំបងប្អូនអាចជួយចូលរួម comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានខ្ញុំក៏ចង់ដឹងអំពីវិធីសាស្ត្រក្នុងការស្វែងរកចៃផងដែរព្រោះជាក់ស្ដែងក្នុងខេត្តខ្ញុំនេះគឺមានតែមួយកន្លែងហ្នឹងទេតែកន្លែងហ្នឹងអត់ហើយគឺរកចំណីអត់បានដូចគ្នាបាទឧបមាថាបងប្អូនដែលទស្សនាគឺអាចរកចៃបានដូចគ្នាហើយថ្ងៃនេះខ្ញុំមកថតហ្នឹងក៏ចៃឡើងច្រើនគួរសមផងដែរឥឡូវនេះយើងមកនិយាយអំពីការដួសបាទដួសគឺយើងត្រូវមានកត្រងបាទស្បៃស្ដើងអញ្ចឹងទៅគឺដួសបានច្រើនបានលឿនអញ្ចឹងបងប្អូនអាចច្នៃលៃលកទៅតាមបច្ចេកទេសរៀងខ្លួនប៉ុន្តែចំណុចនេះខ្ញុំចង់សង្កត់ធ្ងន់ទាក់ទងនឹងការលាងសម្អាតអញ្ចឹងបន្ទាប់ពីយើងបានដួសពីប្រឡាយមកធម្មតាបងប្អូនប្រឡាយទឹកស្អុយវាមានកំទេចកំទីកាកសំណល់ផ្សេងអញ្ចឹងបងប្អូនមុននឹងដាក់ឲ្យកូនត្រីស៊ីជាអាហារយើងត្រូវមានស្បៃប្រហោងល្អិតបន្តិចក៏កាន់តែល្អគឺរែងកាកសំណល់ចេញហើយជាទូទៅគឺវាតែងតែដោយមកសត្វល្អិតផ្សេងផងដែរអញ្ចឹងមុននឹងដាក់ឲ្យកូនត្រីយើងស៊ីកុំភ្លេចត្រួតពិនិត្យផងតើវាដោយនៅសត្វល្អិតផ្សេងឬអត់ហើយជាពិសេសនោះគឺសត្វមួយប្រភេទដែលមូលខ្មៅគឺគ្រោះថ្នាក់ណាស់បងប្អូនគឺវាអាចខាំត្រីរបស់យើងបានបាទឥឡូវនេះគឺលាងសម្អាតរួចរាល់ហើយបងប្អូនបាទកូនត្រីរបស់ខ្ញុំនេះគឺទៅតែចេះហែលថ្ងៃដំបូងទេអញ្ចឹងហើយចំណីដែលខ្ញុំត្រូវដាក់ឲ្យពួកវាស៊ីហ្នឹងក៏វាទៅតាមអាយុទៅតាមចំនួនកូនត្រីរបស់យើងដែរអញ្ចឹងពីថ្ងៃដំបូងនេះកូនត្រីរបស់យើងមិនជាត្រូវការចំណីច្រើនពេកទេបងប្អូនអញ្ចឹងហើយយើងដាក់ចំនួនតិចល្មមទៅបានហើយយើងដាក់ហើយយើងសង្កេតថាតើវាបាត់អស់ច្រើនអត់បាទជាទូទៅអាកូនត្រីអាយុក្រោម1សប្តាហ៍ដំបូងនេះគឺมันសូវជាត្រូវការចំណីច្រើននោះទេបងប្អូនហើយបើសិនជាយើងដាក់ច្រើនបាខំស៊ីច្រើនអញ្ចឹងវាប៉ោងពោះតែបាយើងទេបងប្អូនហើយអញ្ចឹងហើយយើងដាក់តិចហើយយើងតាមដានការវិវត្តកូនត្រីរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃកូនត្រីកាន់តែធំយើងបន្ថែមចំណីម្ដងបន្តិចកាន់តែច្រើនតាមហ្នឹងចំនួនកាន់តែច្រើនចំណីក៏ត្រូវការច្រើនតាមនោះដូចគ្នាបាទចំណីដែលល្អគឺចៃក្រហមបាទហើយកន្លែងដែលខ្ញុំទៅរកប្រភពដែលអាចកើតមានរបៀបលាងសម្អាតនិងការដាក់ចំណីឲ្យកូនត្រីពីថ្ងៃដំបូងគឺខ្ញុំបានបញ្ជាក់ជូនបងប្អូនពីខាងដើមហើយឥឡូវនេះចូលដល់ជំរើសផ្សេងក្រៅពីចៃក្រហមសម្រាប់ខ្ញុំនៅតែនិយាយថាចំណីរស់គឺជាចំណីដ៏ល្អសម្រាប់កូនត្រីអញ្ចឹងក្រៅពីចៃក្រហមគឺមានប្រភេទចំណីមួយទៀតគឺអាទីមៀភ្ញាស់បាទអាទីមៀភ្ញាស់គឺជាប្រភេទសត្វទឹកប្រៃ
អញ្ចឹងហើយការប្រើប្រាស់បងប្អូនអាចពិគ្រោះជាមួយនឹងអ្នកលក់តើត្រូវដាក់អំបិលដាក់អុកស៊ីហ្សែនយ៉ាងម៉េចភ្ញាស់ប្រហែលម៉ោងទៅវាញាស់ល្អហើយជាពិសេសនោះបងប្អូនត្រូវផ្ដោតជាសំខាន់នៅពេលប្រមូលផលហ្នឹងគឺត្រូវលាងឲ្យស្អាតកុំឲ្យវានៅមានជាតិប្រៃនៅក្នុងចំណីយើងច្រើនវាអាចនឹងប៉ះពាល់កូនត្រីផងដែរខ្ញុំនិយាយនេះផ្ដោតទៅលើយោងទៅលើបទពិសោធន៍របស់ខ្ញុំក៏មិនទាន់ច្បាស់ថាវាមកពីអ្វីឲ្យប្រកាសដែរប៉ុន្តែអំឡុងពេលដែលខ្ញុំប្រើអាទីមៀគឺខ្ញុំធ្លាប់ជួបប្រទះនៅបញ្ហាដែរអញ្ចឹងហើយនៅពេលដែលបងប្អូនបានសួរខ្ញុំតែងតែលើកជាជំរើសដំបូងគឺចៃក្រហមបាទជំរើសទី2គឺអាទីមៀក្រៅពីចំណីរស់នឹងចូលទៅដល់ចំណីមិនរស់បាទគឺមានពងក្រហមបាទពងក្រហមបងប្អូនយើងគឺមានសួរច្រើនបាទខ្ញុំធ្លាប់សាកដែរតែនៅពេលដែលដាច់ចៃក្រហមខ្ញុំធ្លាប់សាកពងក្រហមអមជាមួយនឹងចៃកកហើយនឹងចំណីកញ្ចប់បើសិនជាបងប្អូនចិញ្ចឹមលេងកំសាន្តទៅបានបងប្អូនគាត់ថាដំណាក់កាល2សប្តាហ៍ដំបូងដែលយើងប្រើពងក្រហមដែលយើងវាយជាមួយទឹកហ្នឹងគឺត្រូវប្រុងប្រយ័ត្នបន្តិចកុំដាក់ច្រើនពេកគឺស្អុយទឹកតែស្អុយទឹកហើយត្រូវតែបដូរភ្លាមបើមិនបដូរកូនត្រីនឹងងាប់បាទហើយចៃកបងប្អូនយើងក៏មានសួរច្រើនដែរសម្រាប់កូនត្រីដែលទើបនឹងញាស់គឺអត់ស៊ីទេនេះជាបទពិសោធន៍របស់ខ្ញុំបាទបងប្អូនមានបទពិសោធន៍ធ្លាប់សាកល្បងអាចចូលរួមខមមិននៅខាងក្រោមជាមួយខ្ញុំបានបាទគឺអត់ស៊ីទេអញ្ចឹងចំពោះកូនត្រីនៅទូចអាទើបនឹងញាស់ហ្នឹងយើងមាន2ជម្រើសសម្រាប់ចំណីមិនរស់គឺទី1ចំណីប្រភេទម្សៅបាទចំណីម្សៅក្រៀមវាអាចនឹងស៊ីដែរហើយនឹងពងក្រហមហើយយើងស្ងោរឲ្យឆ្អិនហ្នឹងយកពងក្រហមហ្នឹងញីជាមួយទឹកគឺយកតែអាម្សៅទេអត់អាចទម្លាក់ជាដុំបានទេទម្លាក់ជាដុំទៅគឺវាអត់ស៊ីទេស្អុយទឹកលឿនតែម្ដងតើនឹងចំណីដ៏ល្អសម្រាប់កូនត្រីក្រឹមនិងចំណីបន្ទាប់ពីល្អគឺបានបកស្រាយនៅក្នុងវីដេអូនេះហើយបាទនេះជាការយល់ឃើញរបស់ខ្ញុំជាបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបអញ្ចឹងបងប្អូនអាចចែករំលែកបទពិសោធន៍បងប្អូននៅ comment ខាងក្រោមជាមួយគ្នាដើម្បីបងប្អូនរបស់យើងផ្សេងទៀតជាពិសេសបងប្អូនដៃថ្មីដែលគាត់កំពុងតែរាវកំពុងតែសាកល្បងបងប្អូនគាត់អាចនឹងមាន idea បាទមានគំនិតក្នុងការតេស្តសាកល្បងខ្ញុំជឿជាក់ថាបងប្អូនមានបញ្ហាច្រើនទាក់ទងនឹងចៃក្រហមដូចខ្ញុំកាលពី5ឆ្នាំមុនដូចគ្នាបងប្អូនគឺខ្ញុំព្យាយាមតេស្តរកវិធីផ្សេងដោយកិច្ចមិនចង់ប្រើចៃក្រហមតែបន្ទាប់ពីខ្ញុំចាប់ដើមចេញដួសខ្លួនឯងមកហើយខ្ញុំទទួលបានផលល្អច្រើនបាទកូនត្រីរបស់ខ្ញុំសល់ច្រើនហើយខុសពីមុនដែលសល់តិចពេលខ្លះក៏អត់សល់ហើយវាគប់ផ្សំគ្នាពីការបង្កាត់បានផលពីដំបូងមិនដឹងជាយ៉ាងម៉េចទេបងប្អូនបង្កាត់មិនសូវបានពេលខ្លះមិនបានតែម្ដងឥឡូវនេះដាក់បានអត់យល់ដែរអញ្ចឹងហើយបងប្អូនយើងគាត់សួរដែរថាបងធ្វើមិនបង្កាត់បានច្រើនអីចឹងវាសម័យទៅគិតដល់ខ្លួនឯងកាលពីដំបូងសួរបងសួរអ្នកធ្វើមុនដូចគ្នាបងធ្វើមិនបានច្រើនហើយគាត់ឆ្លើយដោយអ្វីដែលខ្ញុំឆ្លើយជូនបងប្អូនឥឡូវហ្នឹងអញ្ចឹងហើយពេលហ្នឹងខ្ញុំគិតថាបងធ្វើដូចគ្នាសោះហើយបើឯងបានច្រើនតែខ្ញុំធ្វើអត់បានច្រើនអញ្ចឹងតាក់ទងធ្វើបានច្រើនធ្វើបានតិចខ្ញុំមានវីដេអូចែករំលែកពីរបៀបខ្ញុំរៀបចំបង្កាត់ថែទាំកូនបាទអាចចូលទៅមើលវីដេអូរបស់ខ្ញុំបានអញ្ចឹងតាក់ទងនឹងចំណីល្អនិងបន្តពីល្អគឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្នេះជួបគ្នាជាមួយខ្ញុំពូសេងនៅវីដេអូអំពីត្រីក្រឹមនាពេលបន្តទៀតជូនពរសុខសប្បាយទាំងអស់គ្នា